តើរឿងកោះភ្នំអាម៉ាល្អមើលដែរឬទេហើយបើយើងប្រៀបធៀបទៅនឹងរឿងអាកុងដែលសាស្ត្រាបានផលិតដែរនោះតើមួយណាល្អជាងអាធីអាចចង់បានអីប្រកបហើយខាងអញវាបងប្អូនទាំងគ្នាទៅអង្គទៀតទេសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងថ្ងៃនេះខ្ញុំបាទច័ន្ទតារារិទ្ធនឹងមកនិយាយអំពីភាពយន្តខ្មែរទៀតហើយគឺខ្ញុំនឹងមកនិយាយអំពីរឿងកោះភ្នំអាម៉ាដែលកំពុងតែចាក់បញ្ចាំងនៅតាមរោងភាពយន្តនានានៅក្នុងប្រទេសកម្ពុជាចង់ដឹងថាតើសាច់រឿងមួយនេះល្អមើលដែរឬទេហើយបើប្រៀបធៀបទៅនឹងរឿងអាកុងតើខុសគ្នាយ៉ាងណាខ្លះនោះតោះមកទស្សនាវីដេអូនេះទាំងអស់គ្នាមុននឹងចូលទៅដល់ប្រធានបទនៅថ្ងៃនេះខ្ញុំបាទក៏សូមអធិស្ឋានទុកជាមុនផងដែរប្រសិនបើការលើកឡើងឬក៏ការអធិប្បាយរបស់ខ្ញុំបាទមានចំណុចខុសឆ្គងដោយប្រការណាមួយនោះសូមបញ្ជាក់ជូនថានេះគឺជាការយល់ឃើញក្នុងនាមខ្ញុំជាទស្សនិកជនដែលបានទៅទស្សនាខ្សែភាពយន្តមួយនេះហើយមិនមែនជាអ្នកជំនាញនៅក្នុងវិស័យភាពយន្តអ្វីនោះឡើយជាការយល់ឃើញរបស់ខ្ញុំបាទចំពោះរឿងកោះភ្នំអាម៉ាមួយនេះគុណភាពអាចទទួលយកបានសាច់រឿងអាចទស្សនាបានបើទោះបីជាមិនល្អណាស់ណាក៏ប៉ុន្តែមិនអន់ពេកដែរហើយចំពោះដំណើរនៃសាច់រឿងវិញគេផ្ដោតសំខាន់ទៅលើគុណតម្លៃនៃការអប់រំជាជាងការលងបន្លាចជាជាងការពញាអារម្មណ៍របស់ទស្សនិកជនដូច្នេះប្រសិនបើអ្នកទាំងអស់គ្នារំពឹងទុកថារឿងមួយនេះមានការលងបន្លាចច្រើនឬក៏ផ្ដោតទៅលើការកោះភ្នំប្រហែលជាអាចនឹងខុសការរំពឹងទុកបន្តិចប៉ុន្តែចំពោះសាច់រឿងវិញគឺពិតជាល្អមែនទែនដែលវាផ្សារភ្ជាប់ទៅនឹងបញ្ហានៅក្នុងគ្រួសារនីមួយៗនាពេលបច្ចុប្បន្ននេះតោះអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំសូមចូលទៅកាន់ចំណុចទី1តែម្ដងចំណុចទី1ចំពោះសាច់រឿងគឺផ្ទុយស្រឡះខុសពីរឿងអាកុងដោយសារតែរឿងអាម៉ានេះគឺដូចខ្ញុំបានលើកឡើងពីចំណុចខាងលើអញ្ចឹងគេផ្ដោតសំខាន់ទៅលើគុណតម្លៃនៃការអប់រំជាជាងការលងបន្លាចជាជាងការពញាហើយចំពោះដំណើរនៃសាច់រឿងគឺបង្ហាញអំពីបញ្ហានៅក្នុងគ្រួសារមួយដែលមានបងប្អូន3នាក់មានភាពលោភលន់មានភាពច្រណែនមានភាពនន្ទាគ្នាហើយមានភាពអាត្មានិយមរៀងៗខ្លួនដែលធ្វើឲ្យពួកគេជួបបញ្ហាមិនចេះចប់មិនចេះហើយនៅក្នុងជីវិតរបស់ពួកគេដែលបញ្ហាទាំងអស់នោះគឺកើតឡើងចេញពីខ្លួនឯងដោយមិនមែនកើតចេញពីការធ្វើបាបឬក៏ការយីពីអាម៉ាឬក៏ខ្មោចព្រាយបិសាចណានោះទេហើយជាពិសេសចំណុចដែលខ្ញុំពេញចិត្តជាងគេគឺគេបានឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្ដែងមួយគឺនៅពេលដែលយើងក្រនៅពេលដែលយើងគ្មានទ្រព្យសម្បត្តិច្រើនទឹកមាត់របស់យើងគឺមិនប្រាញ់នោះទេហើយពេលដែលយើងក្រគឺគេមើងងាយខ្លាំងមែនទែនសូម្បីតែបងប្អូនសូម្បីតែគ្រួសារខ្លួនឯងក៏ដោយអញ្ចឹងនៅត្រង់ចំណុចនេះខ្ញុំមិននិយាយច្រើនទេបើអ្នកនរគ្នាចង់ដឹងថាបែបណានោះកុំភ្លេចទៅទស្សនាទាំងអស់គ្នាចំពោះចំណុចទី2សាច់រឿងកោះភ្នំអាម៉ានេះមានទម្ងន់ចំណោទបញ្ហាមានភាពស៊ីជម្រៅហើយចំពោះការសម្រាយសាច់រឿងរបស់អ្នកសរសេរ screenplay ក៏ដូចជា director គឺគាត់សម្រាយបានល្អមានភាពបច្ចេកកលាគ្នាបានល្អបើទោះបីជាមានឈុតឆាកខ្លះគេលេងកាត់ក៏ដោយក៏ប៉ុន្តែទស្សនិកជននៅតែអាចយល់បានអំពីចំណោទបញ្ហានៅក្នុងសាច់រឿងក៏ដូចជាដំណោះស្រាយចុងក្រោយបែបណាគឺវាមានភាពបច្ចេកកលាគ្នាបានល្អដែលឡែកចំពោះការយល់ឃើញរបស់ខ្ញុំទេចំពោះសាច់រឿងមួយនេះខ្ញុំយល់ឃើញថាវាមានភាពល្អប្រសើរច្រើននិងមានទម្ងន់ជាជាងរឿងកោះភ្នំអាកុងទៀតផងចំពោះចំណុចទី3ដែលខ្ញុំចង់លើកមកនិយាយនោះគឺចំណងជើងរឿងកោះភ្នំក៏ប៉ុន្តែជាក់ស្ដែងនៅក្នុងសាច់រឿងមិនផ្ដោតសំខាន់ទៅលើការកោះភ្នំច្រើននោះទេពីព្រោះថាឈុតឆាកកោះភ្នំនេះមានតែម្ដងទេដែលឡែកចំពោះសាច់រឿងទាំងមូលគឺកើតចេញពីបងប្អូនទាំង3នាក់ដែលម្នាក់មានភាពលោភលន់រៀងៗខ្លួនដែលបណ្ដាលឲ្យសាច់រឿងមានភាពបច្ចេកកលាគ្នាហើយក៏បង្កើតជាចម្ងល់និងបង្កើតជាបញ្ហាដោះស្រាយមិនចេះចប់ហើយអ្នកដែលជាតួអង្គសំខាន់នៅក្នុងសាច់រឿងមួយនេះគឺជាគ្រូហុងស៊ុយឬក៏គ្រូចិនសែននោះឯងដែលជាអ្នកទៅដោះស្រាយបញ្ហានៅក្នុងគ្រួសារមួយនោះចំពោះចំណុចទី4ដែលជាចំណុចចុងក្រោយខ្ញុំលើកយកមកនិយាយនៅក្នុងវីដេអូនេះគឺគុណតម្លៃអប់រំពិតជាបានល្អមែនទែននៅក្នុងរឿងមួយនេះគឺគេបានបង្ហាញថាយើងសាងអ្វីនឹងទទួលបាននឹងធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់ចំពោះសាច់រឿងមួយនេះគឺគេចង់បង្ហាញថាគ្មានខ្មោចព្រាយបិសាចណាអាចធ្វើបាបយើងបាននោះទេដរាបណាយើងមិនទៅធ្វើរឿងអ្វីដែលមិនល្អចំពោះរឿងមួយនេះអ្វីដែលបានកើតឡើងបញ្ហាទាំងឡាយណាដែលបានកើតឡើងគឺកើតចេញពីទង្វើរបស់មនុស្សនោះឯងគឺកើតចេញពីបងប្អូនទាំង3នាក់ដែលមានភាពលោភលន់មានភាពអាត្មានិយមហើយទៅធ្វើរឿងជាច្រើនដែលធ្វើឲ្យប៉ះពាល់ដល់គ្នាទៅវិញទៅមកដែលយើងសឹងតែមិនជឿថាជាបងប្អូនបង្កើតហេតុអ្វីបានជាធ្វើរឿងទាំងអស់នោះបានអញ្ចឹងសរុបមកវិញប្រសិនបើយើងចង់បានសេចក្តីសុខយើងចង់ឲ្យគ្រួសារយើងរស់នៅបានល្អចង់រកស៊ីធូរធារមានបានត្រូវតែធ្វើអំពើល្អគោរពដូនតារបស់យើងធ្វើអ្វីដែលជារឿងត្រឹមត្រូវការរស់នៅវាមិនអាចកាត់ផ្តាច់អំពីអបិយជំនឿបាននោះទេក៏ប៉ុន្តែនៅពេលដែលយើងធ្វើអ្វីមួយសូមឲ្យយើងគិតត្រេះរិះពិចារណាឲ្យបានត្រឹមត្រូវមុននឹងទៅធ្វើរឿងណាដែលអាចធ្វើឲ្យប៉ះពាល់ទៅដល់គ្រួសាររបស់យើងធ្វើឲ្យប៉ះពាល់ទៅដល់សាច់ញាតិបងប្អូនឪពុកម្ដាយរបស់យើងសម្រាប់វីដេអូរបស់ខ្ញុំបាននៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយសរុបជារួមមកវិញរឿងមួយនេះបើសួរថាល្អមើលខ្លាំងអត់គឺមិនល្អមើលខ្លាំងណាស់ទេប៉ុន្តែអាចទទួលយកបានអាចទស្សនាបានហើយបើសិនបើសួរថាតើពេលដែលយើងទស្សនាមានអារម្មណ៍ថាភ័យខ្លាចអត់មានអារម្មណ៍ថាព្រឺព្រួយអត់គឺឈុតឆាកខ្លះមានអារម្មណ៍ថាព្រឺសបល់ដែរហើយឈុតឆាកខ្លះក៏ភ្ញាក់ខ្លះដែរចំពោះចំណុចខ្វះខាតវិញគឺមានតិចតួច
បើសិនជាមានពេលវេលាខ្ញុំនឹងលើកយកមកនិយាយនៅវីដេអូក្រោយសម្រាប់វីដេអូនេះគឺខ្ញុំសូមនិយាយតែចំណុចល្អៗហើយក៏សូមលើកទឹកចិត្តទៅដល់ផលិតកររបស់យើងឲ្យគាត់ខិតខំប្រឹងប្រែងផលិតនៅភាពយន្តល្អៗបន្ថែមទៀតដើម្បីចូលរួមលើកស្ទួយវិស័យភាពយន្តនៅក្នុងប្រទេសកម្ពុជាយើងឲ្យកាន់តែមានគុណភាពល្អឲ្យកាន់តែមានភាពរីកចម្រើនហើយប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងរឿងលម្អិតយ៉ាងណានោះកុំភ្លេចទស្សនាទាំងអស់គ្នាពីព្រោះថាគេចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តជួបគ្នានៅវីដេអូក្រោយខណៈនេះខ្ញុំបានចន្ទរារិទ្ធសូមអរគុណនិងសូមជម្រាបលា